ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំនៅថ្ងៃនេះបាទវីដេអូថ្ងៃនេះគឺដោះស្រាយបញ្ហាតាមខមមិនរបស់បងប្អូនដែលបានខមមិនមកខ្ញុំទៀតហើយគឺមានបងប្អូនគាត់ខមមិនសួរខ្ញុំថាបងនេះចឹងនៅក្នុង Telegram បើយើងប្លុកគេហើយលុបគេចោលទៀតតើយើងចង់រកគេវិញរកមិនឃើញចឹងមានន័យថាគាត់ប្លុកគេចោលហើយគាត់លុប account គេចេញពី account Telegram របស់គាត់ទៀតអត់មានឃើញបង្ហាញទៀតទេអញ្ចឹងគាត់ចង់រកaccount Telegram ដែលគាត់ប្លុកនឹងវិញតើរកដូចមិនដេចបាទអញ្ចឹងដើម្បីដឹងច្បាស់ថាត្រូវទៅរកនៅណាឥឡូវបងប្អូនចូលមកក្នុងកម្មវិធី Telegram មកបាទឥឡូវខ្ញុំចូលមកក្នុងកម្មវិធី Telegram របស់ខ្ញុំបាទអញ្ចឹងបងប្អូនចូលមកក្នុង account Telegram បងប្អូនហើយបន្ទាប់មកបងប្អូនចុចទៅលើត្រី3នៅខាងលើហើយបន្ទាប់មកបងប្អូនចុចទៅលើពាក្យ setting បាទពេលដែលបងប្អូនចុចទៅលើពាក្យ setting ហើយបងប្អូនចុចទៅលើពាក្យ privacy and security បាទចុចទៅលើ privacy and security បន្ទាប់មកបងប្អូននឹងឃើញកន្លែងមួយគេដាក់បាតដៃនេះរាប់ពីលើមក1 2 3 4 5ទី5នេះគឺគេដាក់ថា block user អញ្ចឹងបងប្អូនចុចទៅលើពាក្យ block user នេះតែម្ដងបងប្អូនចុចទៅបងប្អូននឹងឃើញនេះគឺជា account Telegram ឬក៏Telegram របស់អ្នកផ្សេងដែលឆាតរបស់ខ្ញុំ block ចោលដោយសារថា Telegram ខ្លះឆាតមកគឺហ្គេមអនឡាញខ្លះឆាតមកហ្នឹងសួររបៀបឆោបបោកអញ្ចឹងណាខ្ញុំមកពីក្រៅប្រទេសឯណាផ្ញើលុយផ្ញើកាក់អញ្ចឹងទៅហ្នឹងគឺជា account Telegram ដែលឆោបបោកឬក៏ឲ្យចុះធ្វើចុចហ្គេមចុចអីលេងអញ្ចឹងខ្ញុំអត់ចូលចិត្តអញ្ចឹងខ្ញុំ block លើហ្នឹងអញ្ចឹងបងប្អូនដែលចង់ស្វែងរក account Telegram ដែលបងប្អូនបាន block គឺបងប្អូនចុចកន្លែងហ្នឹងទៅបងប្អូនចុចអាកន្លែង block user ហ្នឹងមកចុច block user ហ្នឹងបងប្អូនឃើញ Telegram ដែលបងប្អូនបាន block ពីមុនបាទទោះបីជាបងប្អូនលុបចោលហើយ block ចោលអីក៏ដោយប៉ុន្តែបងប្អូនបើកមកគឺវាមាននៅក្នុង list នោះតែម្ដងបាទចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនអរគ្នាយើងជួបគ្នានៅវីដេអូក្រោយបាយបាយ